ថ្ងៃនេះមកតឡើង Wi-Fi access point TP-Link បាទពីរគ្រាប់នៅផ្ទះបងប្រុសដែលត្រូវជាម៉ួយយូរដែរហើយគាត់ដល់គាត់ឲ្យតឡើងនៅតាមហាងតាមឯភ្ញៀវរបស់គាត់ដែរអញ្ចឹងតែលើកនេះគឺតឡើងនៅផ្ទះគាត់ផ្ទាល់តែម្ដងអញ្ចឹង Wi-Fi ដែលប្រើនៅផ្ទះគាត់លើកនេះគឺជា Mac TP-Link ជាប្រភេទ Wi-Fi access point outdoor តែឥឡូវនេះខ្ញុំកំពុងតែធ្វើការ set up ដែលយើងប្រើជាមួយនឹង switch TP-Link ដែរគឺ 8 Gigabit តែម្ដងតែឥឡូវនេះខ្ញុំកំពុងតែរៀបចំដោតភ្លើងដើម្បី set up វាណាហើយ TP-Link model នេះគឺវាភ្ជាប់មកជាមួយនឹង PoE adapter មកផ្ទាល់តែម្ដងអញ្ចឹងយើងអត់ចាំបាច់ទិញក្រៅទេហើយជំរើសទី2គឺយើងអាចប្រើជាមួយនឹង switch PoE បានដែរបើសិនជាយើងចង់ប្រើជាមួយនឹង switch ណា PoE ក៏វាមានភាពងាយស្រួលដែរចាំបាច់ប្រើ adapter អីញ៉ៃៗបាទឥឡូវនេះគឺខ្ញុំធ្វើការ download set up ជាមួយនឹង computer ខ្ញុំផ្ទាល់តែម្ដងគឺ computer របស់ខ្ញុំនេះគឺខ្ញុំ connect ទៅកាន់ port network ចូលទៅ adapterចូលទៅ switch អញ្ចឹង switch ហើយអញ្ចឹងខ្ញុំដោតខ្សែមួយចូលមកកាន់ adapter មកហើយធ្វើឲ្យ AP របស់យើងនឹងឡើងអ៊ីនធឺណិតខ្ញុំនឹងធ្វើវីដេអូមួយទៀតគឺបង្ហាញពីរបៀប set up AP TP-Link នេះចូលទៅកាន់ cloud តែម្ដងយើងមានពីរជម្រើសយើងប្រើ local controller ក៏បានយើងប្រើ cloud controller ក៏បានដែរតែឥឡូវនេះ TP-Link មាន Vesta cloud controller ដែល free ទៀត free សម្រាប់ basic ណាអូខេអញ្ចឹងឥឡូវនេះគឺខាងអ្នកបច្ចេកទេសយើងចាប់ផ្ដើមធ្វើការ mount ជើងដើម្បីចាប់ណាអញ្ចឹងប្រកបនេះគឺរៀងផ្លែងតិចបាទអញ្ចឹង outdoor ហើយគឺយើងយកមកចាប់នៅខាងក្នុងដែលយើងដាក់វាទៅខាងលើពីដានចេះក៏វាមើលទៅសុខភាពម្យ៉ាងដែរបាទអញ្ចឹងអង្តែនរបស់វាគឺយើងអាចកាច់បានបាទកាច់ទៅឆ្វេងក៏បានតាមក៏បានហើយមួយនេះវិញគឺ outdoor សុទ្ធតែម្ដងបាទគឺយើងដាក់នៅខាងក្រៅមែនតើដែលអាចប្រើទឹកភ្លៀងក៏បានតែថ្ងៃទៅអីអញ្ចឹងវាធន់ណាស់អញ្ចឹងបាទដោយសារវា support ជាមួយនឹង waterproof ហើយនឹងកម្ដៅហើយឥឡូវយើងធ្វើការ unboxing មើលពីរូបរាងរបស់វាមុននឹងយើងតម្លើងអញ្ចឹងអង្តែនរបស់វាគឺយើងអត់ទាន់បានតម្លើងទេអញ្ចឹងគឺយើង unboxing មកគឺយើងមួលបញ្ចូលអញ្ចឹងដែរអញ្ចឹងវាមានភាពងាយស្រួលទេអញ្ចឹងហើយគេភ្ជាប់មកជាមួយនឹង PoE adapter មកស្រាប់តែម្ដង TP-Link អញ្ចឹងងាយស្រួលសម្រាប់យើងអត់ចាំបាច់ត្រូវទិញ adapter មកបន្ថែមឬក៏ចាំបាច់ត្រូវទិញ switch PoE មកទេចឹងវាតម្លៃវាក៏ធូរថ្លៃហើយគុណភាពវិញក៏ល្អដែរតែណាក៏ស្គាល់ដែរ brand TP-Link គឺល្អមែនទេសម្រាប់ការប្រើប្រាស់ត្រឹម small office ឬក៏ home user មុំគឺ TP-Link គឺវាយដាច់ដែរបាទអូខេឥឡូវយើងធ្វើការចាប់វាចូលជើងរបស់វាយើងអាចចាប់មកជាងក៏បានចាប់វិដានក៏បានដែរអញ្ចឹងណាអញ្ចឹងចាប់ទៅឃើញថាសុខភាពគឺស្អាតមែនតើណាអញ្ចឹងរូបរាងរបស់ TP-Link AP outdoorអញ្ចឹងដាក់មកគ្រាប់នេះគឺជះ signal ពេញតែម្ដងបាទនៅក្នុងបរិវេណខាងមុខផ្ទះរបស់គាត់ណាតែឥឡូវយើងបានចាប់ហើយគឺយើងដាក់វានៅជាប់ជញ្ជាំងផ្ទះបែបនេះគឺសម្រាប់បរិវេណខាងមុខផ្ទះណាជាងផ្ទះគាត់គឺផ្ទះប្រភេទ villa បាទអញ្ចឹងដាក់មកគ្រាប់នេះគឺពេញមុខផ្ទះតែម្ដងបាទអូខេអរគុណបងប្អូនទាំងគ្នាបើសិនជាមានតម្រូវការ Wi-Fi អាចតាក់ទងរបស់ខ្ញុំបាន